នេះគឺជាទស្សនភាពនៃមន្ទីរពេទ្យសន្តិភាពវិជោបងប្អូនទីធ្លាធំមែនតើបងប្អូនអើយដើមហត់នោះមកដល់ចំកន្លែងផ្ញើម៉ូតូឥឡូវខ្ញុំកំពុងដំណើរទៅតាមបន្ទប់ពេទ្យដើម្បីទៅកន្លែងម៉ូតូផ្ញើម៉ូតូបងប្អូនមើលធំទលាមិនធម្មតាបងប្អូនពេទ្យនេះធំណាស់ខ្នាតអន្តរជាតិតែម្ដងគឺវាមិនធម្មតាទេមិនគេហៅថាខ្នាតអន្តរជាតិគឺវាធំទូលាយផ្លូវចេញមានផ្លូវចូលស្រាប់បែបយ៉ាងនេះបងប្អូននេះបងប្អូនមើលស្នាដៃអស់គ្នាបងប្អូនបាទខ្ញុំថតជាវីដេអូគ្រាន់តែទុកឲ្យបងប្អូនមើលកំសាន្តដើម្បីថាបងប្អូនខ្លះក៏អត់បានមកអញ្ចឹងណាបាទខ្ញុំបានមកលើកទី1ដល់ខ្ញុំបានមកគឺធំទូលាយកន្លែងសម្រាប់ក៏វាធំទូលាយផ្លូវសួនធម្មតានេះមិនទីពេទ្យដើរមហត់ដើរមហត់ពីហត់ដល់កន្លែងផ្ញើម៉ូតូបងប្អូនឥឡូវតាមបានទស្សនារបស់អ្នកបងប្អូននៅទស្សនវិជ្ជាសួននេះគេថាសួនកណ្ដាលផ្លូវទ្រូងផ្លូវបងប្អូននៅអាគារមណ្ឌលពេទ្យនេះបងប្អូនបាទបងប្អូនជឿតាមដានរបស់អ្នកបាទខ្ញុំចង់ប្រកាសថាវាធំទូលាយអត់តាត់អន្តរជាតិតែម្ដងបងប្អូនបាទនិយាយតែអញ្ចឹងចុះបងប្អូននេះទៅនៅប្រទេសគេអញ្ចឹងធំទូលាយដូចគ្នាអូចុងផ្លូវនោះខំអូធំទូលាយសួនកណ្ដាលនេះសួនបន្ទប់សួនខាងលិចសួនខាងកើតនេះសួនខាងលិចនេះផ្លូវទ្រង់កណ្ដាលដល់សួននេះល្អស្អាតទៀតដល់ផ្កាឡើងខៀវខ្ចីតែម្ដងបងប្អូនគឺវាមានភាពសោភ័ណភាពស្អាតទាក់ទាញមកមិនធម្មតាទេបងប្អូនលើកទី1ដែរខ្ញុំបានដល់ពេទ្យនេះđểជួសន្តិភាពធំទូលាយកន្លែងស្អាតមានអនាម័យអត់មានសម្រាប់អីញ៉ាំចឹងទេបងប្អូនមើលខ្ញុំតែម្ដងគិតដល់កន្លែងខ្ញុំត្រូវខ្លួនឯងត្រូវទៅបងប្អូនទៅដល់មិនសល់បន្តិចទៀតហើយជា50ម៉ែត្រទៀតដល់កន្លែងគោលដៅរបស់ខ្ញុំខ្ញុំទៅដល់កន្លែងគោលដៅខ្ញុំសម្រាប់ដើម្បីមើលទស្សនភាពស្អាតណាស់ហើយថ្ងៃនេះថ្ងៃអាទិត្យអញ្ចឹងយើងជាឱកាសមកពេទ្យនៅសុខភាពអញ្ចឹងណាបាទនេះអីក៏សុខភាពទេយើងសំខាន់ណាស់សុខភាពបងប្អូននេះសួននេះទៀតមកគេទីប្រហែលនេះគេទីប្រហែលអត់ទាន់ឃើញដាក់ផ្លាកទេជន់រាល់ដីដល់កន្លែងទីតាំងទៅអង្គុយលេងបងប្អូនពេលទំនេរវិញមកហែកកាយក៏អារម្មណ៍យើងវាសប្បាយវិញពីឡានងាត់អ្នកដំណើរដែលគាត់យកតោផ្ញើគឺត្រូវដឹកទៅវិញអត់នេះដល់គិសនីគេនេះនេះអីអូមលាស្អាតណាស់សិត